think pair share សកម្មភាពពិភាក្សាបែបសាខា think pair share គឺជាវិធីដ៏ល្អមួយនៅក្នុងការអ្នកគិតរួមគ្នាជាមួយនឹងដៃគូរបស់អ្នកដើម្បីផ្ដល់នូវចម្លើយដែលអាចទៅរួចទៅនឹងសំណួរហើយនេះគឺជារបៀបដែលយើងអនុវត្តវាគ្រូរបស់អ្នកនឹងសួរសំណួរត្រូវពិចារណាមួយឲ្យអ្នកគិតហើយវាអាចជាបទពិសោធន៍ដែលអ្នកធ្លាប់ជួបឬក៏ការយល់ឃើញទៅលើប្រធានបទមួយនោះហើយអ្នកត្រូវគិតដោយប្រុងប្រយ័ត្នអំពីសំណួរដែលគ្រូរបស់អ្នកសួរហើយបន្តគិតដោយស្ងៀមស្ងាត់អំពីប្រធានបទមួយនោះរហូតដល់គ្រូរបស់អ្នកនិយាយពាក្យថាដល់មកនៅក្នុងបេសកកម្មវិទ្យាដៃគូគ្រូរបស់អ្នកនឹងស្នើអ្នកងាកទៅកាន់ដៃគូដែលជា elbow partner ឬក៏យើងហៅថាអ្នកដែលអង្គុយជិតអ្នកក្បែរតុអ្នកបាទហើយបន្តមកអ្នកនឹងត្រូវបានស្នើឲ្យនិយាយនឹងចែករំលែកពីអ្វីដែលអ្នកបានគិតជាមួយនឹងដៃគូរបស់អ្នកម្នាក់ៗមានឱកាសនៅក្នុងការនិយាយពីអ្វីដែលខ្លួនឯងបានគិតហើយត្រូវចាត់តាំងម្នាក់ឲ្យចាប់ដើមចែករំលែកមុនហើយម្នាក់នោះមានឱកាសនៅក្នុងការចែករំលែកពីអ្វីដែលខ្លួនឯងបានគិតទៅលើប្រធានបទដែលគ្រូបានផ្ដល់ឲ្យហើយបន្តមកអនុញ្ញាតឲ្យអ្នកបន្តនឹងគាត់ចែករំលែកពីគំនិតរបស់គាត់រហូតដល់តែគ្រូប្រាប់ថាដល់មកសម្រាប់ជំនាញនៅក្នុងការចែករំលែកគ្រូរបស់អ្នកនឹងស្នើអ្នកចែករំលែកនូវទស្សនៈគំនិតដែលអ្នកបានពិភាក្សាជាមួយនឹងដៃគូរបស់អ្នកហើយបន្តមកអ្នកអាចលើកដៃនៅក្នុងការចែករំលែកនូវគំនិតរបស់អ្នកបាទ think pair share